បានអបអសាទរបាទរុស្ស៊ីបានប្រកាសផ្អាកអាវុធ3ថ្ងៃគណៈអ៊ុយក្រែនទាមទារបញ្ឈប់សង្គ្រាមភ្លាមៗបាទសួស្តីអ្នកទាំងអស់គ្នាបាទនៅថ្ងៃទី28ខែមេសាឆ្នាំ2025នេះបងប្អូនប្រធានាធិបតីរុស្ស៊ីលោកពូទីនបានប្រកាសពីការផ្អាកសង្គ្រាមរយៈពេល3ថ្ងៃនៅក្នុងសង្គ្រាមជាមួយនឹងអ៊ុយក្រែនបងប្អូនណាដើម្បីអបអរសាទរខួបទី80នៃជ័យជំនះលើប្រទេសណាស៊ីនៅសង្គ្រាមលោកលើកទី2បាទក៏អបអរសាទរនៃទិវាបងប្អូនគាត់ប្រារព្ធទិវាខួបបាទលើកទី80នៅនៃសង្គ្រាមលោកលើកទី2បងប្អូនណាការផ្អាកផ្ទុះអាវុធនេះគឺកើតឡើងចាប់ពីថ្ងៃទី8រហូតដល់ថ្ងៃទី10ឧសភាបងប្អូនបានន័យថាផ្អាកពីថ្ងៃទី8ដល់ថ្ងៃទី10ខែឧសភាបងប្អូនណាដែលមានពិធីអបអរសាទរដ៏ធំទូលាយមួយនៅមូស្គូដែលលោកពូទីនបាទលោកពូទីនផងដែរនឹងអញ្ជើញប្រធានាធិបតីចិនលោកស៊ីជីនពីងនិងមេដឹកនាំអន្តរជាតិដទៃទៀតចូលរួមបងប្អូនណាបាទមួយផ្លេតក្រោយការប្រកាសនេះបងប្អូនបាទរដ្ឋមន្ត្រីការបរទេសអ៊ុយក្រែនលោក Andrei Sybiha បាទឆ្លើយតបបាទឆ្លើយតបព្រាមៗថាបាទគាត់ថាបើរុស្ស៊ីពិតជាចង់បានសន្តិភាពបាទបងប្អូនផ្អាកអាវុធផ្អាកការឈប់បាញ់ភ្លាមមិនមែនរងចាំទៅដល់ថ្ងៃទី8ឧសភាបងប្អូនបាទអញ្ចឹងគាត់បានបន្ថែមទៀតថាការផ្អាកផ្ទុះអាវុធនេះគួរតែផ្អាកតែម្ដងក៏បានដែរមិនមែនថាដើម្បីយកលេសការប្រារព្ធពិធីខួបលើកទី80អីចឹងឯងបងប្អូនណាបាទហ្នឹងហើយអញ្ចឹងរដ្ឋមន្ត្រីការបរទេសអ៊ុយក្រែនក៏ចង់ថាបើផ្អាកគួរផ្អាកចាប់ពីឥឡូវហ្នឹងទៅតែម្ដងបងប្អូនណាបាទហ្នឹងហើយអីព្រាមនោះផងដែរបាទលោកប្រធានាធិបតីអាមេរិកលោក Donald Trump បានស្នើឲ្យមានការផ្អាកអាវុធជាអចិន្ត្រៃយ៍តែម្ដងបងប្អូនណាបាទហ្នឹងហើយហើយគាត់ក៏មានការបង្ហាញការព្រួយបារម្ភចំពោះការវាយប្រហារពីរុស្ស៊ីបាទមកលើទីក្រុងគៀវនឹងផងដែរបងប្អូនបាទអញ្ចឹងក្រសួងការបរទេសរុស្ស៊ីក៏បានប្រកាសថារុស្ស៊ីត្រៀមខ្លួនសម្រាប់ការចរចាសន្តិភាពដោយមិនមានលក្ខខណ្ឌជាមុនបាទប៉ុន្តែពួកគេរំពឹងថាសញ្ញាចាប់ផ្ដើមការចរចាត្រូវមកពីប្រទេសអ៊ុយក្រែនផងដែរបងប្អូនណាបាទទោះបីជាយ៉ាងណាអ៊ុយក្រែននិយាយថារុស្ស៊ីកំពុងប្រើការចរចានេះជាគ្រោះថ្នាក់បាទគ្រោះថ្នាក់ដើម្បីទទួលបានពេលវេលានិងពង្រីកដែនដីរបស់ខ្លួនបងប្អូនបាទអញ្ចឹងយើងសង្ឃឹមថាការចរចានិងការផ្អាកបទឈប់បាញ់ហ្នឹងគឺសង្ឃឹមថាឲ្យល្អទាំងសងខាងបាទទាំងរុស្ស៊ីទាំងអ៊ុយក្រែនផងដែរបងប្អូនណាបាទអញ្ចឹងសម្រាប់ព័ត៌មានបន្ថែមទៀតបងប្អូនសូមជួយចុច Subscribe Channel ខ្ញុំជួយចុច Like ម្នាក់មួយបាទហ្នឹងហើយបាទសួស្តីអ្នកទាំងអស់គ្នាបាទស្វាគមន៍មកកាន់ព័ត៌មានថ្មីមួយទៀតបាទយើងងាកមកវិញអំពីប្រទេសខាងអ៊ីស្រាអែលនិងកាហ្សាបងប្អូនណាបាទហ្នឹងហើយអញ្ចឹងនៅថ្ងៃនេះផងដែរយើងនឹងយកព័ត៌មានពីតំបន់មជ្ឈមបូព៌ាមកវិញបាទអ៊ីស្រាអែលកំពុងបំផ្លាញអ្វីដែលនៅសល់នៃទីក្រុងរ៉ាហ្វានៅភាគខាងត្បូងនៃតំបន់កាហ្សាបងប្អូនបាទពលរដ្ឋក្នុងតំបន់នេះខ្លាចថានេះអាចជាផ្នែកមួយនៃផែនការដើម្បីរុញពួកគេចូលទៅក្នុងតំបន់មនុស្សធម៌ថ្មីដែលមានការត្រួតពិនិត្យយ៉ាងតឹងរ៉ឹងបងប្អូនណាបាទតាមរបាយការណ៍ពីអ្នកស្រុកអ៊ីស្រាអែលបានបំផ្លាញអគាររ៉ាហ្វាដោយមានការផ្ទុះធំជាបន្តបន្ទាប់បាទពលរដ្ឋខ្លាចថាពួកគេនឹងត្រូវរុញចូលទៅក្នុងតំបន់មនុស្សធម៌ថ្មីដែលអ៊ីស្រាអែលគ្រោងបង្កើតឡើងតែម្ដងបាទនៅក្នុងតំបន់នេះអ្នកស្រុកនឹងត្រូវធ្វើការត្រួតពិនិត្យសុវត្ថិភាពមុននឹងទទួលបានជំនួយដែលអាចត្រូវគ្រប់គ្រងដោយក្រុមហ៊ុនឯកជនបាទហ្នឹងហើយបាទប្រជាពលរដ្ឋគាត់ភ័យខ្លាចបងប្អូនហ្នឹងហើយបាទតំបន់រ៉ាហ្វាគឺជាតំបន់ដែលមានប្រជាជនរស់នៅប្រមាណ30ម៉ឺននាក់ការបំផ្លាញនេះធ្វើឲ្យទីក្រុងនេះក្លាយជាទីក្រុងខ្មោចឬក៏ទីក្រុងមិនមានមនុស្សនៅតែម្ដងបងប្អូនណាបាទពលរដ្ឋមករាយការណ៍ថាមានការផ្ទុះអាវុធផ្ទុះគ្រាប់ធំជាបន្តបន្ទាប់ទាំងថ្ងៃទាំងយប់បងប្អូនណាបាទហ្នឹងហើយអ្នកស្រុកមួយចំនួនបាននិយាយថាពួកគេខ្លាចមែនតែនបាទខ្លាចនឹងត្រូវរុញចូលទៅក្នុងតំបន់មនុស្សធម៌ថ្មីដែលមានលក្ខណៈដូចជាគុកបិទចិត្តចឹងបងប្អូនបាទហ្នឹងហើយស្ថានភាពនៅកាហ្សានឹងកាន់តែធ្ងន់ធ្ងរទៅផងដែរបងប្អូនណាបាទសុខភាពពិភពលោកក៏បានរាយការណ៍ផងដែរបាទមានការខ្វះ
ស្បៀងអាហារនិងថ្នាំពេទ្យយ៉ាងធ្ងន់ធ្ងរបងប្អូនណាពលរដ្ឋមួយចំនួនត្រូវបង្ខំឲ្យរកអាហារពីរុក្ខជាតិព្រៃនិងសត្វព្រៃដើម្បីរស់រានមានជីវិតបាទចឹងចាប់តាំងពីការប្រយុទ្ធចាប់ផ្ដើមឡើងវិញនៅខែមីនាអ៊ីស្រាអែលបានចាប់យកដែនដីជាច្រើននិងបញ្ជាឲ្យពលរដ្ឋចាកចេញពីតំបន់ពួកគេហៅថាតំបន់សុវត្ថិភាពបងប្អូនណាបណ្ដតំបន់រ៉ាហ្វាគឺជាតំបន់មួយក្នុងចំណោមនោះដែលមានប្រជាជនរស់នៅប្រមាណ 20% នៃតំបន់កាហ្សាភាពនេះបានធ្វើឲ្យមានការព្រួយបារម្ភយ៉ាងខ្លាំងពីសហគមន៍អន្តរជាតិអង្គការសហប្រជាជាតិបានអំពាវនាវឲ្យអ៊ីស្រាអែលបញ្ឈប់ការបំផ្លាញនិងអនុញ្ញាតឲ្យមានការចូលជួយមនុស្សធម៌ទៅតំបន់កាហ្សានោះផងដែរបងប្អូនណាបាទហ្នឹងហើយអញ្ចឹងបងប្អូនបាទសូមអរគុណសម្រាប់ការស្ដាប់បងប្អូនណាបាទសម្រាប់ព័ត៌មានបន្ថែមទៀតសូមជួយចុច Subscribe Channel ខ្ញុំនិងជួយចុច Like ម្នាក់មួយផងបងប្អូនណាបាទហ្នឹងហើយអញ្ចឹងប្រភពព័ត៌មានទាំងអស់នេះគឺយើងមានយកមកពី Router បងប្អូនណា Router ដែលជាសារព័ត៌មានបាទលើពិភពលោកបងប្អូនណាបាទហ្នឹងហើយ